មាននឹងខ្លាយទៅជាជំរើសចម្បងជំនួសឲ្យប្រាក់ដុល្លារសហរដ្ឋអាមេរិកខណៈដែលតម្លៃនៅតែបន្តឆ្ពោះទៅរកកម្រិតលើសពី$6000ក្នុង1អោនឬក៏$7229ក្នុង1ដំឡឹងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់និងការបង្កើនការចំណាយទៅលើវិស័យការពារជាតិនៅអឺរ៉ុបក៏ដូចជានៅសហរដ្ឋអាមេរិកកំពុងតែរួមចំណែកបង្កើនឲ្យមានការសន្ទុះកើនឡើងយ៉ាងខ្លាំងសម្រាប់តម្លៃមាសនៅក្នុងរយៈពេលមធ្យមហើយតម្លៃមាសនៅក្នុងកម្រិត$6000ក្នុង1អោនឬក៏$7229ក្នុង1ដំឡឹងនៅតែអាចកើតមានឡើងនេះបញ្យល់ទៅតាមសម្ដីរបស់លោក Chris McKinney អ្នកគ្រប់គ្រងផលប័ត្រវិនិយោគរួមនៃមូលនិធិមាសនៅក្នុងក្រុមហ៊ុន Gabelli Fund លោក McKinney បានបញ្ជាក់កាលពីថ្ងៃអង្គារថាទោះបីជាតម្លៃមាសអាចនឹងធ្លាក់ចុះចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ីរ៉ង់ក៏ដោយក៏វាជាសញ្ញាមួយដែលបង្ហាញថាលោហៈធាតុពណ៌លឿងនេះកំពុងតែបម្រើឲ្យគោលបំណងរបស់ខ្លួននៅក្នុងគ្រាមានវិបត្តិសម្រាប់ទាំងរដ្ឋនិងវិនិយោគិនលោកបានមានប្រសាសន៍ថាប្រទេសទូគីក៏ដូចជាបណ្ដាប្រទេសនៅតំបន់ជើងសមុទ្រប្រហែលជាកំពុងតែលក់មាសជាពិសេសប្រសិនបើពួកគេមិនអាចនាំចេញប្រេងនិងត្រូវការថវិកាដើម្បីរ៉ាប់រងការចំណាយរបស់ពួកគេមានមាសបម្រុងហើយមាសកំពុងតែបម្រើតួនាទីជាទ្រព្យសកម្មដែលមានលំហូរសាច់ប្រាក់ងាយស្រួលនាពេលបច្ចុប្បន្នលោកក៏បានធ្វើការប្រៀបធៀបរវាងសាច់ប្រាក់ងាយស្រួលដ៏សាមញ្ញរបស់មាសទៅនឹងមេរៀនដែលពិភពលោកបានរៀនអំពីបំណុលរបស់រដ្ឋាភិបាលលោកបានបន្តថាមាសគឺជាទ្រព្យសកម្មដែលមិនមែនជាបំណុលរបស់អ្នកណាម្នាក់ឡើយមិនដូចសញ្ញាប័ណ្ណរដ្ឋាភិបាលសញ្ញាប័ណ្ណរបស់ប្រទេសអាល្លឺម៉ង់ឬក៏សញ្ញាប័ណ្ណរបស់ប្រទេសបារាំងនោះទេនៅពេលដែលអ្នកទិញមាសអ្នកមិនមែនកំពុងតែឲ្យនរណាម្នាក់ខ្ចីប្រាក់នោះឡើយនៅពេលដែលអ្នកទិញមាសអ្នកគ្រាន់តែជាម្ចាស់កម្មសិទ្ធិទៅលើមាសដោយផ្ទាល់ប៉ុន្តែនៅពេលដែលអ្នកទិញសញ្ញាប័ណ្ណរដ្ឋាភិបាលអ្នកកំពុងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្ចីប្រាក់លោកបានបន្ថែមថានៅពេលដែលបំណុលនិងអនុភាពកាន់តែធំមាសមាននិន្នាការកាន់តែមានភាពទាក់ទាញដែលនេះគឺជាទិដ្ឋភាពមួយនៃការជួញដូរនាពេលបច្ចុប្បន្នការកើនឡើងនៃការចំណាយទៅលើវិស័យការពារជាតិក៏នឹងរួមចំណែកទៅដល់សក្តានុពលនេះផងដែរលោកម៉ាន់ឈីនីបានចង្អុលបង្ហាញថាសង្គ្រាមនៅអ៊ីរ៉ង់និងការកើនឡើងនៃការចំណាយទៅលើវិស័យការពារជាតិកំពុងតែកើនឡើងស្របពេលជាមួយនឹងចលនារយៈពេលវែងនៃការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារសហរដ្ឋអាមេរិកលោកបានថ្លែងថាយើងកំពុងតែឆ្លងកាត់ការផ្លាស់ប្ដូរគំរូដ៏សំខាន់មួយនៅក្នុងន័យនៃការកាត់បន្ថយឥទ្ធិពលរបស់ប្រាក់ដុល្លារនៃទុនបម្រុងរបស់សកលនៅពេលដែលរុស្ស៊ីបានចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែនសហរដ្ឋអាមេរិកបានរឹបអូសសញ្ញាប័ណ្ណរដ្ឋាភិបាលដែលរុស្ស៊ីបានកាន់កាប់ដែលមានន័យថារុស្ស៊ីបានឲ្យសហរដ្ឋអាមេរិកខ្ចីប្រាក់ហើយជាលទ្ធផលយើងបាននិយាយថាយើងនឹងមិនសងពួកគេវិញទេព្រឹត្តិការណ៍នេះបានរុញច្រានតម្លៃមាសពីប្រហែល$2000ក្នុង1អោនឲ្យឡើងទៅដល់តម្លៃ$5000ក្នុង1អោនឬក៏$6024ក្នុង1ដំឡឹងលោកបានបន្តថាយើងកំពុងតែឃើញការពិភាក្សាពីប្រធានាធិបតីនិងអ្នកដទៃទៀតអំពីសណ្ដាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទនេះវាមានលទ្ធភាពពិតប្រាកដដែលថាប្រាក់ដុល្លារប្រហែលជាលែងបម្រើតួនាទីជារូបិយប័ណ្ណបម្រុងសកលទៀតហើយការមានអតិរេកប្តូរប្រាក់បរទេសតម្រូវឲ្យទិញដុល្លារនិងសញ្ញាប័ណ្ណរដ្ឋាភិបាលហើយជាការផ្ដល់ប្រាក់កម្ចីទៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយមើលឃើញអំពីអ្វីដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្នជាមួយនឹងការផ្លាស់ប្ដូរគំរូកាន់តែទូលំទូលាយនិងសណ្ដាប់ធ្នាប់សកលដែលកំពុងតែមានវិបត្តិវាមានឱកាសផ្ដល់ឲ្យបណ្ដាប្រទេសដែលមានអតិរេកប្រហែលជាលែងចង់បន្តផ្ដល់ប្រាក់កម្ចីទៅដល់សហរដ្ឋអាមេរិកទៀតហើយប្រសិនបើករណីនេះកើតឡើងមាសនឹងក្លាយទៅជាជម្រើសចម្បងក្រឡេកមើលហួសពីចំនួនបច្ចុប្បន្ននៅក្នុងរយៈពេលមធ្យមលោក McKinney នៅតែរំពឹងថាមាសនឹងហក់ឡើងលើសពី$6000ក្នុង1អោនឬក៏លើស$7229ក្នុង1ដំឡឹងលោកបាននិយាយថាតម្លៃធ្លាប់តែនៅក្បែរ$5300ក្នុង1អោនហើយវាបានធ្លាក់ចុះបន្តិចមកវិញដោយសារតែការលក់ចេញមួយរយៈពេលខ្លីនិងកត្តាពាក់ព័ន្ធផ្សេងៗទៀតប៉ុន្តែនៅពេលដែលស្ថានភាពមានស្ថិរភាពហើយការផ្លាស់ប្ដូរគំរូថ្មីនេះចាប់ផ្ដើមមានឥទ្ធិពលមាសគួរតែឡើងលើសពី$6000ក្នុង1អោន
ឬក៏លើសពី$7,229ក្នុងមួយតម្លឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះប្រសិនបើលោកស្រីគិតថាជាមាតិកាមួយដែលមានប្រយោជន៍សម្រាប់សង្គមសូមជួយចុច like និងចែករំលែកនៅក្នុងករណីដែលលោកស្រីមានសំណួរឬក៏ចម្ងល់ឬមួយក៏ចង់បញ្ចេញជាមតិយោបល់សូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូហើយអរគុណជាពិសេសសម្រាប់ការ Subscribe និងការតាមដាននៅបណ្ដាញសង្គមរបស់ខ្ញុំបាទសៀនសុរតនៅក្នុងខណៈនេះខ្ញុំបាទសៀនសុរតសូមអរគុណសូមជម្រាបលា